អស្ចារ្យណាស់ពុកម៉ែបងប្អូនពិតជាមិនគួរឲ្យជឿទេក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស English Premier League នៅរដូវកាលនេះមានរឿងគួរឲ្យចាប់អារម្មណ៍ទៀតហើយឥឡូវយើងក្រឡេកមកមើលតារាងបាទបច្ចុប្បន្ននេះបាទសប្តាហ៍ទី36បាទយើងមើលក្រុមចំណាត់ថ្នាក់លេខ1លេខ2លេខ3បាទគឺ Arsenal Manchester City ហើយនិង Manchester United គឺបានកក់កន្លែងនៅ Tournament UEFA Champions League រដូវកាលក្រោយរួចរាល់ហើយបាទខណៈដែល Liverpool បាទក៏មានសង្ឃឹមច្រើនដែរបាទត្រូវការឈ្នះតែមួយប្រកួតទៀតតែប៉ុណ្ណោះបាទឯ Aston Villa បាទស្ថិតនៅលេខ5នេះបាទក៏មានសង្ឃឹមច្រើនដែរតែអ្វីដែលខ្ញុំចាប់អារម្មណ៍បាទគឺក្រុមចំណាត់ថ្នាក់លេខ6បាទ Bournemouth បាទអាចនឹងមានឱកាស qualify នៅក្នុងពានរង្វាន់ UEFA Champions League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបើទោះបីជាពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ6ក៏ដោយក្នុងករណីប្រសិនបើក្រុម Aston Villa បញ្ចប់ចំណាត់ថ្នាក់លេខ5នៅរដូវកាលនេះហើយ Aston Villa ក៏ឈ្នះជើងឯក UEFA Europa League នៅរដូវកាលនេះផងដែរនោះក្រុមចំណាត់ថ្នាក់លេខ6បាទអាចនឹងជា AFC Bournemouth ក៏បានកៅអីបាទទៅលេង UEFA Champions League ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយដែររឿងនេះអាចនឹងកើតឡើងមែនពុកម៉ែបងប្អូនបាទគិតមកទល់ពេលនេះមានការព្យាករណ៍ជាច្រើនបាទថា Aston Villa នឹងយកឈ្នះ Freiburg នៅវគ្គផ្ដាច់ព្រាត់ហើយដណ្ដើមបានពាន Europa League បាទនៅរដូវកាលនេះបាទណាមួយលោក Unai Emery អ្នកចាត់ការរបស់ Aston Villa ហ្នឹងបាទគឺគាត់ជោគជ័យខ្លាំងមែនទែនបាទជាមួយនឹងពានរង្វាន់ UEFA Europa League នេះតាំងពីគាត់នៅ Sevilla ម្លេះ